យ៉ាងហើយណាស់សិស្សសាលាវ័យក្មេងនៅក្នុងប្រទេសភូមាចំនួន20នាក់និងគ្រូបង្រៀនដែលនៅក្នុងសាលានៅទីជនបទនៅក្នុងប្រទេសភូមាត្រូវបានសម្លាប់ដោយសារតែគ្រាប់អំប្លោកធ្លាក់ចូលបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាប្រហែលជាបងប្អូនទាំងអស់គ្នាអ្នកដែលនិយមនៅក្នុងការតាមដានទៅលើព័ត៌មាននៅក្នុងប្រទេសក៏ដូចជាដំណឹងផ្សេងៗដែលទាក់ទងជាមួយនឹងប្រទេសនៅជិតខាងរបស់ពួកយើងជាពិសេសគឺប្រទេសភូមាតែម្ដងដូចដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាថ្មីនេះកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025ប្រទេសភូមាបានជួបនៅគ្រោះធម្មជាតិគឺគ្រោះរញ្ជួយដីដែលធ្វើឲ្យប្រជាពលរដ្ឋប្រទេសភូមាជាច្រើនពាន់នាក់បានបាត់បង់ជីវិតហើយមានចំនួនប្រជាពលរដ្ឋជាច្រើនអ្នកទៀតដែលកំពុងតែរងរបួសនិងកំពុងតែរងហើយរកជំនួយផងដែរជាពិសេសហេដ្ឋារចនាសម្ព័ន្ធថ្នល់ផ្ទះសំណង់អគារផ្សេងៗបានខូចខាតជាដំណំតែម្ដងដែលបណ្ដាលធ្វើឲ្យអង្គការសហប្រជាជាតិក៏ដូចជាប្រទេសនៅតំបន់អឺរ៉ុបនៅក្នុងពិភពលោកផងដែរគឺមានការអាណិតដល់ប្រទេសភូមាក៏ដូចជាជួយគ្នាបន្តកន្ទុយគ្នានៅក្នុងការផ្ដល់ស្បៀងអាហារក៏ដូចជាជំនួយជាច្រើនដើម្បីផ្ដល់មកឲ្យប្រទេសភូមាតែម្ដងនេះបើយើងនិយាយអំពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសភូមាក៏ប៉ុន្តែបើសិនជាយើងងាកទៅក្នុងប្រទេសភូមាទាំងមូលតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាចាប់តាំងពីរបបសឹកបានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់នៅក្នុងប្រទេសភូមានៅក្នុងឆ្នាំ2021មកគឺនៅក្នុងប្រទេសភូមាគឺចាប់ផ្ដើមមានបញ្ហាសង្គ្រាមស៊ីវិលនៅក្នុងប្រទេសខ្លួនរហូតតាំងពីឆ្នាំ2021រហូតមកដល់ពេលបច្ចុប្បន្ននេះក៏នៅតែពុំទាន់មានការឈប់បាញ់ឯណានីមួយនៅឡើយផងទេចាស់ស្ដែងថ្មីនេះផងដែរគឺនៅក្នុងប្រទេសភូមាតែម្ដងគឺមានគ្រាប់បំផ្លោងមួយបានធ្លាក់ចូលទៅក្នុងសាលាបឋមសិក្សាមួយកន្លែងដែលបណ្ដាលឲ្យសិស្សក្មេងៗនៅក្នុងសាលានោះចំនួនរហូតដល់20នាក់បានស្លាប់ជាពិសេសគឺគ្រូបង្រៀននៅក្នុងសាលានោះផងដែរក៏បានស្លាប់ដូចគ្នាហើយមានចំនួនសិស្សសាលានិងប្រជាពលរដ្ឋផ្សេងមួយចំនួនផ្សេងទៀតបានរងរបួសដែលកំពុងតែសម្រាប់ព្យាបាលតែម្ដងបើយើងងាកទៅសហគមន៍អឺរ៉ុបតែម្ដងសហគមន៍អឺរ៉ុបគឺគេបានស្នើឲ្យខាងភាគីទាំងពីរគឺភាគីរបបសឹកភូមាក៏ដូចជាក្រមឧទាមប្រដាប់អាវុធជនជាតិភាគតិចឲ្យមកបំភ្លឺថាតើភាគីណាមួយគឺជាអ្នកដែលបំពេញក៏ដូចជាអ្នកដែលធ្វើឲ្យមានគ្រោះដល់គួរឲ្យឈឺចាប់នឹងអនាគតធម៌នៅក្នុងការបំផ្លាញសាលារៀនដែលជាទីកន្លែងបណ្ដុះបណ្ដាលនៅការអប់រំនៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាពិសេសគឺបានធ្វើឲ្យក្មេងៗជាច្រើនបានស្លាប់បាទតាមព័ត៌មានបានឲ្យដឹងថាមនុស្សដែលស្លាប់នៅក្នុងការបំផ្លោងគ្រាប់បែកចូលទៅក្នុងសាលានោះដែលក្មេងជាងគេបំផុតនោះគឺអាយុ7ឆ្នាំតែម្ដងនេះគឺជាទង្វើដល់គ្រោះថ្នាក់គឺជាទង្វើដល់ខុសខើតែម្ដងដែលធ្វើការបំពេញនៅក្នុងការវាប្រហារទៅដល់សាលារៀនដែលជាទីតាំងបណ្ដុះបណ្ដាលនៅសិស្សានុសិស្សដើម្បីឲ្យទទួលបាននៅចំណេះដឹងជាទូលំទូលាយតែម្ដងអញ្ចឹងអង្គការសហប្រជាជាតិក៏ដូចជាមន្ត្រីរដ្ឋបាលនៅក្នុងប្រទេសអឺរ៉ុបមួយចំនួនក៏ដូចជាសហគមន៍អឺរ៉ុបគេកំពុងតែរងចាំមើលតើរបបសឹកភូមាឬក៏ពួកក្រមឧទាមជាអ្នកធ្វើនៅបញ្ហានេះកើតឡើងបើយើងមើលទៅខាងរបបសឹកភូមាតែម្ដងគឺគេបានចានចោលថានេះវាមិនមែនជាព័ត៌មានពិតទេវាគឺជាការបំភ្លៃការពិតឬក៏ការបំភ្លៃព័ត៌មានដើម្បីឲ្យសហគមន៍អឺរ៉ុបក៏ដូចជាពិភពលោកដាក់សម្ពាធឲ្យខ្លាំងទៅតាមលទ្ធភាពរបស់ពួកគេទៅលើរបបសឹកភូមាតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានដឹងហើយថាដើម្បីគ្រប់គ្រងអំណាចដើម្បីធ្វើយ៉ាងណាឲ្យខ្លួនមានអំណាចនោះរបបសឹកភូមាអាចធ្វើរឿងរ៉ាវដែលនឹកស្មានមិនដល់អាចធ្វើបានជាពិសេសគឺការសម្លាប់ប្រជាពលរដ្ឋខ្លួនឯងតែម្ដងអញ្ចឹងយើងនឹងចាំមើលទៀតថាតើបញ្ហានេះនឹងមានការចេញមកបំភ្លឺអំពីភាគីណាមួយឬក៏យ៉ាងណាដែរយើងនឹងចាំតាមដានមើលទាំងអស់គ្នាចាំតាមដានទាំងអស់គ្នាបន្តទៀតនៅបញ្ហាទាំងអស់នេះនៅក្នុងប្រទេសភូមា